ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងអានជូនរឿងភ្នំនាងកង្រីជូនពុកម៉ែបងប្អូនទុកជាការស្ដាប់កំសាន្តនៅឃុំពងរស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេបើមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចដុះច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែប្លែកជាងគេត្រង់នៅចង្កេះភ្នំនោះមានម្អមដុះច្រើនណែនតាន់តាប់អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេព្រោះគេឮចាស់ដំណាលគ្នាថាភ្នំនោះកើតពីរូបនាងកង្រីយក្ខីនីដែលជាមហេសីព្រះពុទ្ធសែនហើយគេសន្មតថាម្អមនោះជារោមយោនីនៃនាងកង្រីមិនតែប៉ុណ្ណោះនៅជើងភ្នំនោះមានត្បាល់ថ្មមួយនិងអង្រែថ្មមួយធំតាំងពីបុរាណមកមិនដឹងជានរណាជាអ្នកសាងសង់ទេមុនឡើងភ្នំនោះគេមានជំនឿថាត្រូវតែយកអង្រែបុកត្បាល់ថ្មនោះទៅមិនចាញ់នឹងបានសុខសប្បាយយ៉ាងណាមិញនេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាលរឿងនាងកង្រីមានសេចក្តីសង្ខេបដូចតទៅនេះកាលពីព្រេងនាយនៅនគរមួយមានសេដ្ឋីម្នាក់ជាមនុស្សគ្មានកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយក្រោយពីបន់ប្រពន្ធមានកូន12នាក់សុទ្ធតែស្រីលុះបានកូនហើយសេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររកអាហារចិញ្ចឹមគ្មានក៏បរទេះដឹកកូនទាំង12ទៅប្រោសចោលនៅក្នុងព្រៃក្រោយពីឪពុកម្ដាយប្រោសចោលកូនទាំង12នាក់ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយជានគរយក្សស្រីឈ្មោះនាងសន្ធមាយក្សនោះមានកូនស្រីមួយឈ្មោះនាងកង្រីនាងសន្ធមាបានឃើញនាងទាំង12នាក់ក៏តំណែងខ្លួនជាស្រីនាំយកនាងទាំង12នាក់នោះទុកក្នុងប្រាសាទរបស់ខ្លួនឲ្យបម្រើកូនស្រីឈ្មោះនាងកង្រីកាលនោះនាងទាំង12នាក់ដឹងថានគរនោះជានគរយក្សនាងសន្ធមាជាយក្ខីនីហើយក៏នាំគ្នារត់ចេញនាងសន្ធមាបានតាមរកឃើញនាងទាំង12បានក្លាយជាមហេសីព្រះបាទរថសិទ្ធិនៅនគរមនុស្សទៅហើយពេលនោះនាងសន្ធមាក៏តំណាងខ្លួនជាស្រីក្រមុំហើយក៏បានធ្វើជាមហេសីព្រះបាទរថសិទ្ធិដែរនាងសន្ធមាពុតធ្វើជាឈឺធ្ងន់ញុះញង់ឲ្យពេទ្យទូលព្រះបាទរថសិទ្ធិឲ្យឆ្កៀលភ្នែកទាំង12យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួននិងឲ្យយកនាងទាំង12នាក់ដែលមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នាបង្អត់អាហារព្រមទាំងឲ្យយកគ្រាប់ភ្នែករបស់នាងទាំង12នាក់នោះទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួនដោយទុកឲ្យនាងកង្រីជាកូនថែរក្សាពេលដែលនាងបងកើតកូនមកភ្លាមដោយការអត់ឃ្លានខ្លាំងពេកម្ដាយក៏ហែកសាច់កូនចែកគ្នាស៊ីអស់ជាបន្តបន្ទាប់ចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុកមិនឲ្យបងដឹងទេចំណេកាលក្រោយមកពុទ្ធិសែនធំពេញជំទង់មានទេពកោសល្យខាងលេងភ្នាល់ទាំងឡាយរហូតបានចូលទៅលេងល្បែងជាមួយព្រះបាទរថសិទ្ធិជាបិតានាងសន្ធមាចាប់សង្ស័យក៏ប្រើអាមាត្យឲ្យស៊ើបហើយដឹងថាពុទ្ធសែនជាកូននាងទី12ទើបរកអបាយកលប្រើឲ្យជិះសេះនាំសម្បុត្រទៅឲ្យនាងកង្រីក្នុងសម្បុត្រមានសេចក្តីថាបើពុទ្ធសែនមកដល់យប់ឲ្យស៊ីទាំងយប់ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃតែជាភ័ព្វសំណាងរបស់ពុទ្ធសែននៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃព្រះអង្គឈប់សម្រាកហើយក៏ផ្ទុំលក់ទៅពេលនោះមហាឥសីបានឃើញសម្បុត្រដែលចងនៅកសេះក៏ហែកសម្បុត្រនោះចោលហើយសរសេរសម្បុត្រថ្មីថាបើពុទ្ធិសែនមកដល់ពេលយប់ឲ្យរៀបការទាំងយប់បើមកដល់ពេលថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនាងពេលពុទ្ធិសែនទៅដល់នគរយក្សនាងកង្រីបានឃើញសម្បុត្រក៏រៀបការជាមួយនឹងពុទ្ធិសែនភ្លាមព្រះពុទ្ធិសែនក៏បានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មាននាងកង្រីបានថ្វាយដំណឹងអំពីព្រះស្រីភ្នែកអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជានិងថ្នាំសម្រាប់បោះទៅកើតជាសមុទ្រជាភ្នំបាន
បន្ទាប់មកព្រះពុទ្ធិសែនក៏លួចយកថ្នាំនិងកែវភ្នែកមាតារត់ចោលនាងកង្រីទាំងអាត្រៀតមកនគរវិញនាងកង្រីភ្ញាក់ឡើងបាត់ស្វាមីក៏តាមរកដើម្បីកុំឲ្យនាងតាមទាន់ព្រះពុទ្ធិសែនក៏បោះថ្នាំឲ្យកើតជាទឹកសមុទ្រខាំងផ្លូវធ្វើឲ្យនាងកង្រីយំសោកបោកខ្លួនរហូតដល់ស្លាប់នៅកណ្ដាលព្រៃព្រះពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពព្រះអង្គទ្រង់ដាក់ថ្នាំនិងកែវភ្នែកថ្វាយព្រះមាតានិងព្រះមាតាធំទាំងអស់ឲ្យជាឡើងវិញព្រះអង្គទ្រង់សម្លាប់នាងសុទ្ធោមាហើយទ្រង់ឡើងសោយរាជជំនួសព្រះបិតាបានសុខសៀមសានរហូតដល់ទ្រង់សោយទីវង្គតចាសសូមអរគុណចំពោះការស្ដាប់របស់អ្នកទាំងអស់គ្នារឿងភ្នំកង្រីសូមបញ្ចប់តែប៉ុណ្ណេះសូមកុំភ្លេចចុច like subscribe និងចុច share ម្នាក់មួយសូមអរគុណជួបគ្នានៅវីដេអូស្ដាប់ពេលក្រោយ